សកម្មភាពខ្លះៗនៃការបើកវេសកលនៅថ្ងៃទី1 ខែវិច្ឆិកាឆ្នាំសិក្សា2025-2026នៃសាលាបន្ទាប់សិក្សាកម្រែងគឺថាមានគ្រប់ទម្រង់ហ្មងនិយាយពីថាភ្លៀងផងអូយរោគរ៉ាក់សាហាវប៉ុន្តែអត់អីទេគឺអ្វីៗគឺឆ្លងកាត់ទៅដោយរលូនមានអានបដារត់ទៅច្រកភ្លៀងតាអូយទាំងគណៈអធិបតីទាំងអ្នកចូលរួមគឺថាភ្លៀងប៉ុណ្ណាក៏តស៊ូតចប់កម្មវិធីដែរបងប្អូនចាំមើលតិចទៀតបងប្អូនរត់ទៅចូលសាលាព្រោះអីភ្លៀងខ្លាំងគួយអត់កើតតិចទៀតដល់នេះឥឡូវនេះមានណាទាំងគណៈអធិបតីអាណាព្យាបាលសិស្សគឺថានាំគ្នាចូលមកក្នុងថ្នាក់ខ្លះឈរតាមរងដាខ្លះអូយញ៉ៃសាហាវប្រៃផ្សៃនេះលទ្ធផលចុងក្រោយរូបថតស្លឹកបានស្លឹកហ្នឹងឯងមើលទាំងអស់គ្នាចា